បាទជំរាបសួរលោកគ្រូថ្ងៃនេះខ្ញុំមក record វីដេអូនិយាយពី file permission អញ្ចឹងដំបូងយើង connect ISA ទៅ user ហើយនឹង y password នេះ y IP address ហើយវា login ចូលបានហើយដំបូងនេះគឺជា command បង្កើត group បង្កើត3គឺ developer ហើយនឹង UI UI ហើយនឹង DevOpsហើយបន្ទាប់ពីបង្កើតហើយយើងទៅcheck មើលវា y command cat ឬមិន cat/etc/group ដើម្បី check មើល group ដែលយើងបានបង្កើតមិញហើយបន្ទាប់មកខ្ញុំធ្វើការប្រើ command សម្រាប់លុប group នឹងចេញវិញប្រើ sudo group del ហើយនឹង virtual group developer ហើយបន្ទាប់មកខ្ញុំ check មើលយើងលុបបានជោគជ័យហើយបន្ទាប់មកខ្ញុំធ្វើការបង្កើត file ដាក់ក្នុង folder យើង tag developer process.txt ហើយ UI UI ហើយនឹង DevOps បន្ទាប់មកខ្ញុំប្រើ command បន្ទាប់ពីបង្កើតហើយខ្ញុំទៅ check មើល file នេះខ្ញុំដឹងថាវាមានអត់ខ្ញុំប្រើ ls.l grab ហើយឈ្មោះ file ហើយឃើញថាវាចេញមកហើយ developer process.txt ហ្នឹងហើយអាហ្នឹងគឺយើង check វាមួយហើយបើយើងចង់ check ទាំងអស់យើងប្រើ ls.l គឺវាបានមកទាំងអស់អា file ដែលយើងបង្កើតមកទាំងអស់ហ្នឹងបន្ទាប់មកយើងប្រើ command change file permission គឺCAOMD 755 developer process.txt ហើយនឹង
យើង ls ដល់ l មកវាបង្ហាញមកហើយតមកយើងប្រើ command group យើងប្រើ sudo 0 developer ឈ្មោះ folder ហើយនឹង developer process.txt ឈ្មោះ file ហើយនឹង command បន្ទាប់ទៀតពេលយើងវាយចុងដូចគ្នាយើងវាយឈ្មោះ folder ហើយនឹងឈ្មោះ file តាម folder វាមួយហ្នឹងតមកទៀតយើងវាយ command សម្រាប់ developer និង UI user អត់អាចឲ្យវា access ទៅដល់ group បានទេហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងលោកគ្រូជំរាបលាលោកគ្រូ